ជំរាបសួរនៅក្នុងឆ្នាំ2023នេះខ្ញុំមានរឿងដែលត្រូវអរគុណបងប្អូនម្ចាស់ពីររឿងទី1គឺអរគុណព្រះអង្គម្ចាស់ដែលទ្រង់បានគង់នៅជាមួយខ្ញុំពេញមួយឆ្នាំនេះឲ្យខ្ញុំមានប្រាជ្ញាក្នុងការធ្វើការនៅក្នុងឆ្នាំនេះហើយមួយទៀតគឺអរគុណដល់ព្រះអង្គម្ចាស់សម្រាប់ព្រះអង្គម្ចាស់ដែលប្រទាននៅការស្រឡាញ់ពីមនុស្សជុំវិញខ្លួននៅក្នុងឆ្នាំនេះទទួលបានការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនច្រើនហើយការស្រឡាញ់ពីមនុស្សជុំវិញខ្លួនច្រើនអរគុណជំរាបសួរសម្រាប់ឆ្នាំ2023នេះខ្ញុំចង់អរគុណព្រះអង្គសម្រាប់តាំងពីដើមឆ្នាំមកដោយសារថាខ្ញុំមានរឿងបញ្ហាខ្លះដែលទ្រង់បានជួបប្រទានហើយជាពិសេសរឿងការងារដោយសារថានៅពេលដែលខ្ញុំជួបទុក្ខលំបាកខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បោះបង់តែព្រះអង្គជួយប្រទានឲ្យខ្ញុំអាចខិតខំប្រឹងប្រែងហើយអាចយកជំនះពេលលំបាកនឹងបានហើយអរគុណទ្រង់មែនតើហើយខ្ញុំគិតថាក្នុងឆ្នាំ2023នេះដែរខ្ញុំមានភាពចាស់ទុំច្រើនហើយខ្ញុំក៏អាចធ្វើទំនាក់ទំនងជាមួយអ្នកដទៃបានច្រើនជាឆ្នាំមុនហើយតាមរយៈការរស់នៅតាមរយៈសេចក្តីស្រឡាញ់ដែលទ្រង់ចែករំលែកពីព្រះអង្គទ្រង់ផ្ទាល់ក៏ដូចជាពីសំណាក់អ្នកដទៃតែខ្ញុំគិតថាវាជាសេចក្តីស្រឡាញ់ដែលទ្រង់ទានដល់ខ្ញុំអញ្ចឹងខ្ញុំអរគុណទ្រង់មែនទេជំរាបសួរនៅក្នុងឆ្នាំ2023នេះខ្ញុំសូមអរគុណដល់ព្រះអង្គចាស់សម្រាប់គ្រប់កិច្ចការទាំងអស់មិនថាជួបនៅរឿងអ្វីឬបញ្ហាអ្វីក៏មានទ្រង់តែគង់នៅជាមួយហើយដូចជាកំសាន្តចិត្តហើយមួយទៀតសូមអរគុណដល់ព្រះអង្គម្ចាស់ក្នុងការប្រទាននៅអ្នកដែលនៅជុំវិញខ្លួនតែងតែលើកទឹកចិត្តនិងផ្ដល់នៅសេចក្តីស្រឡាញ់ដល់ខ្ញុំសួរខ្ញុំបានឈ្មោះផាត់បនិតជាសមាជិកនៅក្នុងក្រុមជំនុំដូចថ្មីនៃសង្ឃឹមថ្ងៃនេះខ្ញុំបញ្ជាក់អំពីអំណោយទាននិងព្រះគុណដែលព្រះសិម្ចាស់បានប្រទានឲ្យខ្ញុំតាមរយៈការចូលមកថ្វាយបង្គំរយៈពេល10ឆ្នាំជាងខ្ញុំចាប់ផ្ដើមជួបព្រះយេស៊ូវតាំងពីឆ្នាំ2014ដែលខ្ញុំចាប់ផ្ដើមទទួលជឿពិតប្រាកដថាព្រះយេស៊ូវពិតជាមានមែនព្រះយេស៊ូវជាព្រះដែលសង្គ្រោះអំពីបាបរបស់ខ្ញុំអំណោយទាននិងព្រះគុណដែលព្រះយេស៊ូវបានប្រទានឲ្យខ្ញុំគឺខ្ញុំបានខ្លាចជាអ្នកដឹកនាំសារកើតមួយទៀតអំណោយទានដែលព្រះយេស៊ូវឲ្យមកខ្ញុំជាច្រើនដូចជាភាពកក់ក្ដៅដែលខ្ញុំតែងតែមានអារម្មណ៍ថាព្រះយេស៊ូវតែងតែគង់នៅជាមួយខ្ញុំនៅពេលដែលខ្ញុំនៅម្នាក់ឯងនៅពេលដែលខ្ញុំពិបាកចិត្តហើយព្រះយេស៊ូវតែងតែផ្ដល់សេចក្តីស្រឡាញ់មកខ្ញុំទៀតខ្ញុំជួបព្រះយេស៊ូវតាមរយៈការអធិដ្ឋានហើយមួយទៀតព្រះយេស៊ូវតែងតែគង់នៅជាមួយខ្ញុំជឿជាក់បែបនេះគឺថានៅពេលដែលខ្ញុំឯកាឬក៏មានអារម្មណ៍ផ្សេងព្រះយេស៊ូវតែងតែផ្ដល់កម្លាំងចិត្តខ្ញុំតែងតែកំសាន្តចិត្តខ្ញុំអរគុណជំរាបសួរខ្ញុំគិតថានៅក្នុងឆ្នាំនេះខ្ញុំមានការរីកចម្រើនច្រើនដោយសារតែពេលដែលខ្ញុំមានបញ្ហាមិនថាបញ្ហាផ្ទាល់ខ្លួនឬក៏បញ្ហានៅកន្លែងការងារអ្នកដែលខ្ញុំស្វែងរកទី1គឺព្រះអង្គម្ចាស់តាមរយៈបញ្ហានោះព្រះអង្គម្ចាស់ចង់មានបំណងព្រះハទៅយ៉ាងដូចព្រះចំពោះខ្ញុំហើយតាមរយៈបញ្ហាដែលខ្ញុំជួបប្រទះធ្វើឲ្យខ្ញុំរីកចម្រើនហើយមួយទៀតព្រះអង្គម្ចាស់តែងតែគង់នៅជាមួយខ្ញុំហើយឲ្យខ្ញុំអាចដោះស្រាយរាល់ទាំងបញ្ហាទាំងនោះបានមិនថាបញ្ហាខាងព្រលឹងវិញ្ញាណឬក៏បញ្ហាខាងសាច់ឈាមគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងបានរីកចម្រើនច្រើនជាងមុន